នៅសល់រយៈពេលតែ3ខែប៉ុណ្ណោះបាក់ឌុប2025នឹងឈានមកដល់តើបងប្អូនទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការប្រឡងបាក់ឌុបខាងមុខនេះច្បាស់ណាស់បងប្អូនមួយចំនួនគឺគាត់បានត្រៀមខ្លួនរួចរាល់ហើយប៉ុន្តែខ្លះទៀតអត់ទាន់ត្រៀមខ្លួនរួចរាល់ទេអញ្ចឹងតើយើងក៏ធ្វើមកទៅជំរាបសួរនាងខ្ញុំឈ្មោះច័ក្កសុភាជាអតីតសិស្សនិតិអេក្នុងឆ្នាំ2022ថ្ងៃនេះដែរនាងខ្ញុំមកចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងសកម្មភាពដែលខ្ញុំបានធ្វើមុនពេលប្រឡងបាក់ឌុប3ខែរយៈពេល3ខែវាគឺពិតជាខ្លីខ្លាំងមែនតើសម្រាប់យើងអត់ទាន់ត្រៀមខ្លួនរួចរាល់អញ្ចឹងដល់ដំណាក់កាលនេះហើយយើងត្រូវតែមើលវិញ្ញាសាដែលចេញប្រឡងតាំងពីឆ្នាំមុនមករហូតដល់ឆ្នាំ2024ហ្នឹងចំពោះមុខវិជ្ជាដែលគណនាលេខដូចជាគណិតរូបគីមីអញ្ចឹងយើងត្រូវការធ្វើលំហាត់វាជារៀងរាល់ថ្ងៃដើម្បីឲ្យវាកាន់តែស្ទាត់និងធ្វើលេខកុំឲ្យខុសជាពិសេសយើងទៅមើលលំហាត់ដែលធ្លាប់ចេញប្រឡងបាក់ឌុបតាំងពីឆ្នាំមុនមករហូតដល់ឆ្នាំ2024ហ្នឹងអញ្ចឹងពេលខ្លះ2025ហ្នឹងក៏គេអាច select លំហាត់មួយចេញមកពីវិញ្ញាសាចាស់ហ្នឹងផងដែរមុខវិជ្ជាតន្ត្រីមេរៀនក៏អញ្ចឹងដែរដូចជាជីវៈមានសំណួរច្រើនប្រវត្តិក៏វាមានសំណួរច្រើនដែរអញ្ចឹងយើងអត់អាចថាមើលបានគ្រប់មេរៀនទេអញ្ចឹងយើងពិបាកកំណត់គោលដៅថាតើយើងត្រូវមើលកន្លែងណាឲ្យចំទៅអញ្ចឹងកន្លឹះទី1យើងអាចមើលនៅក្នុងវិញ្ញាសាប្រឡងបាក់ឌុបនឹងដូចគណិតរូបគីមីដែរដោយសារភាគច្រើនប្រវត្តិចេញអាសាចេញតាមឆ្នាំនីមួយៗដកស្រង់ជាមិនដែរគាត់ថាបដូរលក្ខណៈសំណួរបដូរការសួរប៉ុន្តែចម្លើយវានៅដដែលទេអញ្ចឹងដើម្បីឲ្យយើងកាន់តែស៊ីជម្រៅយើងត្រូវការមើលនិងយល់ពីខ្លឹមសាររបស់មេរៀនឲ្យបានច្បាស់លាស់សិនមុខវិជ្ជាខ្មែរក៏អញ្ចឹងដែរអញ្ចឹងខ្មែរជាទូទៅថ្នាក់វិទ្យាសាស្ត្រពិតគឺចេញតែសំណេរមួយទេអញ្ចឹងដើម្បីសរសេរសំណេរកាន់តែបានល្អយើងត្រូវការចេះសាច់រឿងឲ្យបានច្រើនយើងចេះបង្កើតគំនិតនៅក្នុងការសរសេរឲ្យបានច្រើនទៅធ្វើឲ្យសំឡេងយើងសរសេរទៅបានលឿនមិនតាក់កំណត់ឬក៏យើងសរសេរបានស្លឹកច្រើនអញ្ចឹងដោយសារតែបងប្អូនខ្លះមិនទាន់ត្រៀមខ្លួនរួចរាល់ទេអញ្ចឹងគាត់មានអារម្មណ៍ថាកុំភ័យសាលា e-school Cambodia អាចជួយបងប្អូនបានឲ្យជាប់បាក់ឌុប 100% និងឈានទៅរកនីតិល្អផងដែរបងប្អូនមួយចំនួនប្រហែលជាធ្លាប់ស្គាល់ធ្លាប់ដឹងថាសាលា e-school គឺជាសាលាមួយដែលឈានមកគេនៅប្រទេសកម្ពុជាឥឡូវនេះសាលា e-school Cambodia មានបើកវគ្គបង្រៀនកញ្ចប់វិញ្ញាសាត្រៀមប្រឡងបាក់ឌុបឆ្នាំ2025បងប្អូនមកស្ដាប់អត្ថប្រយោជន៍ពីសាលា e-school ទាំងអស់គ្នាតើសាលា e-school មានអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះទី1បងប្អូនមានឱកាសក្នុងការសិក្សាជាមួយសាស្ត្រាចារ្យដ៏ល្បីៗនៅក្នុងសាលា e-school ផងដែរដូចជាសាស្ត្រាចារ្យជ័យថាវីផ្នែកគីមីវិទ្យាសាស្ត្រាចារ្យនាងបូផ្នែកគណិតវិទ្យាសាស្ត្រាចារ្យទៀងតាំងផ្នែករូបវិទ្យាសាស្ត្រាចារ្យឡុងសារិនផ្នែកភាសាខ្មែរសាស្ត្រាចារ្យមាសភិរុនខាងប្រវត្តិវិទ្យាផ្នែកជីវវិទ្យាគឺសាស្ត្រាចារ្យធូផុន e-school Cambodia យើងគឺបរៀនតាមប្រព័ន្ធអនឡាញបើសិនបើយើង slow តើយើងរៀនមិនទៅយើងតាមមិនតាន់គេទៅកុំភ័យសាលា e-school របស់យើងគឺមានការ record វីដេអូ review ទុកមើលនៅពេលក្រោយនៅពេលដែលពួកយើងបញ្ចប់ម៉ោងរៀនសាលា e-school របស់យើងក៏យើងមានក្រុមតាមមុខវិជ្ជានីមួយៗដែលនៅក្នុងនោះយើងអាចរំលឹកពីគ្រឹះសម្រាប់ពង្រឹងការប្រឡងបាក់ឌុបរបស់យើងបានដែរនៅក្នុងនោះវាមានវិញ្ញាសាតាមមុខវិជ្ជានីមួយៗហើយអញ្ចឹងយើងអាចចូលទៅមើលទៅយើងឃើញអស់ហើយពិសេសជាងហ្នឹងទៅទៀតនោះគឺសាលា e-school គឺរៀបចំការធ្វើតេស្តង់ដារបែបបាក់ឌុបយើងកំណត់ពេលវេលាច្បាស់លាស់និងតាមកាលវិភាគប្រឡងបាក់ឌុបផងដែរដើម្បីឲ្យបងប្អូនដឹងពីតិចនិចនៅក្នុងការប្រឡងបាក់ឌុបឲ្យហើយកុំឲ្យថាភ័យខ្លាចធ្វើអត់ទាន់ថាអីអញ្ចឹងសាលានឹងរៀបចំការធ្វើតេស្តសាកល្បងស្តង់ដារតាមបែបការប្រឡងបាក់ឌុបករណីដែលសិស្សប្រឡងអត់ជាប់សាលានឹងវេលលុយឲ្យ 100% វិញការសិក្សាកញ្ចប់វិញ្ញាសានេះគឺគេសិក្សាចំនួន6មុខវិជ្ជាគឺតម្លៃ$400ក៏ប៉ុន្តែឥឡូវនេះសាលា e-school គឺមានការបញ្ចុះតម្លៃសល់តែ$200ទេនៅក្នុង6មុខវិជ្ជាហ្នឹងអញ្ចឹងបងប្អូនគិតមើលបើសិនតែបងប្អូនចង់ជោគជ័យយើងខ្លាចអីនឹងចំណាយប៉ុណ្ណឹងត្រូវអត់អញ្ចឹងដើម្បីកំណត់គោលដៅយើងឲ្យបានច្បាស់លាស់យើងគួរតែចំណាយពេលមកសិក្សាដើម្បីផ្ដោតសំខាន់ទៅលើវិញ្ញាសាប្រឡងខាងមុខនេះឈប់ប៉ុន្តែ$200នៅក្នុង6មុខវិជ្ជាហ្នឹងគឺបានត្រឹមតែសិស្សដែលចុះឈ្មោះ100អ្នកដំបូងតែប៉ុណ្ណោះអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងទៅខាង page e-school នឹងបានឬក៏តាក់ទងមកខ្ញុំក៏បានដែរសម្រាប់បងប្អូនដែលកំពុងត្រៀមខ្លួនប្រឡងបាក់ឌុបនៅថ្ងៃទី18សីហា2025នេះចុះឈ្មោះសិក្សាថ្នាក់វិញ្ញាសាពិសេសត្រៀមប្រឡងបាក់ឌុបឆ្នាំ2025នឹងទទួលបានការផ្ដល់ជូនតម្លៃកាន់តែពិសេសពី$400មកនៅត្រឹមតែ$200ប៉ុណ្ណោះចុះឈ្មោះភ្លាមសិក្សាបានភ្លាមចុះឈ្មោះថ្ងៃនេះសិក្សារហូតដល់ថ្ងៃប្រឡងបាក់ឌុបរុះដល់ឡើងការផ្ដល់ជូននេះត្រឹមតែ100អ្នកប៉ុណ្ណោះចុះឈ្មោះហើយប្រឡងបញ្ចប់ទាំងនេះជូនថវិកាវិញ100%។